ព្រះពុទ្ធសាសនាជាសាសនារដ្ឋធម្មនំកំណត់ក្នុងច្បាប់មាត្រាផ្ដល់ការអប់រំបណ្ដុះបញ្ញាដំណរសាវតានៃជាតិខេមរៈវេលាគ្រងរាជនៃអង្គមហាក្សត្រពុទ្ធសាសនាប្រកបសាងសីប្រចាំងសំដេចព្រះសង្ឃរាជទាំងពីរគណៈទ្រង់ចាំជាក្រុមប្រឹក្សារាជសម្បត្តិដែរពីងធីធំនៅក្នុងសាសនាចាត់បញ្ចូលជាបុណ្យនៃជាតិខ្មែរសច្ចាប្រណិធានមានមកហោហាសម្ដេចសង្ឃតែងតែទ្រង់គង់អង្គធម្មបតីបទភ្លេងនគររាជរបស់ជាតិយើងបានរំលឹកឡើងនៅគុណតម្លៃសាសនាព្រះពុទ្ធបរិសុទ្ធថ្លាថ្លៃនាំមកនៅក្តីសុខគ្រប់ប្ររដ្ឋបានសំសាយលើកស្ទួយដំកើងរឹតប្រសើរឡើងព្រះពុទ្ធសាសនាសាលាបាលីពុទ្ធិកសិក្សាទ្រឹងស្ដីសាសនាមានហេតុផលជាងខ្មែរច្រើនលឹងលុបលើកទងរាំងសាថែបាវចនាជាតិដោយស្មោះស្ម័គ្រដើរទុនទឹមគ្នាពុទ្ធចក្រអនាចក្រសង្ឃឹមជឿជាក់ជាតិថ្កើងរុងរឿង